លោកគ្រូឈូអំបាញ់មិញខ្ញុំបានស៊ើបសួរឃើញថានៅមិនឆ្ងាយខាងមុខគឺទន្លេលីវសាហឺហើយធ្វើដំណើរមកឆ្ងាយម្លេះជីសេះរលាក់ខ្លាំងណាស់ខ្លួនប្រានស្ទើរតែបាក់បែកអស់ហើយរកកន្លែងសម្រាប់បន្តិចទៅថៃប៉ៃគ្រូកាច់នៅទន្លេលីវសាហឺលើកនេះតើឯងរៀបចំដល់ណាហើយតើមានអ្នកជ្រើសរើសហើយឬនៅកុំបារម្ភអីឲ្យតែមានអ្នកដែលស័ក្តិសមខ្ញុំនឹងទៅប្រាប់ភ្លាមគេជួនលៀនគម្រោងទៅចម្លងធរត្រូវបានលើកមកមុនកំណត់ហើយខ្ញុំមានកន្លែងដ៏ល្អមួយសម្រាប់ឯងតើឯងចង់បានទេធ្វើការងារអ្វីទៅចុះទៅលោកខាងក្រោមដើម្បីការពារអ្នកទៅចម្លងធរនៅទីខាងលិចនេះគឺជាការងារដ៏ល្អណាស់ក្នុងអំឡុងពេលបំពេញការងារសុំប្រាក់ឧបត្ថម្ភពីរងឯងមិនចាប់អារម្មណ៍ទេពេញមួយផ្លូវឯងមិនបាច់ចេញកម្លាំងទេជីធានតាសឹងធានផឹងយានសួយសុទ្ធតែនៅទីនោះឯងគ្រាន់តែនៅទំនេរទៅបានហើយការងារល្អបែបនេះឯងទៅរកអ្នកផ្សេងទៅកុំបន្ទោសខ្ញុំថាប្រើល្បិចឲ្យសោះណាខ្ញុំអាចប្រើដៃទៅចាប់ពេញកៅចរណៃបានយ៉ាងស្កត់ចំបប្រាស់បានទៀតអីយ៉ាងម៉េចហើយតើគ្រូកាច់ត្រូវបានរៀបចំរួចរាល់ហើយនៅខំចិត្តមកដល់ទន្លេលីវសាហឺហើយមិននឹកស្មានថាជួនលៀនមានអ្វីដែរខ្លាំងពូកែយ៉ាងនេះដាក់ទោសកំហុសនឹងទម្លាក់គេចុះទៅលោកកណ្ដាលត្រូវបរាជ័យហើយឥឡូវនេះតើទៅរកអ្នកដែលស័ក្តិសមមកធ្វើជាគ្រូកាច់នៅឯណាទៅចុះចាញ់ហើយគ្រូកាច់លើកនេះខ្ញុំនឹងចេញមុខដោយផ្ទាល់តែម្ដងនៅទីនោះមានទូកចម្លងពួកយើងជិះទូកឆ្លងទន្លេទៅចុះហេតុអ្វីបានជាពួកឯងនាំខ្ញុំហោះទៅតែម្ដងការកំណត់នៃការទៅចម្លងធរគឺបែបនឹងហើយមិនអាចនាំលោកហោះបានទេមានតែជិះទូកប៉ុណ្ណោះលោកគ្រូពិតជាមានភ្នែកខ្លាមែនក្នុងរង្វង់រាប់រយយោជន៍នេះមានតែទូករបស់ខ្ញុំទេដែលលឿនជាងគេលោកតាពិតជាមានកម្លាំងមាំមួនទោះបីជាមានវ័យចំណាស់ក៏ដោយឯងបដូរទូរស័ព្ទថ្មីហើយមែនទេតើបានលក់អាម៉ោះនៅជាន់ច្បាស់ណាស់នៅ Xiaomi 10 Pro ចាស់របស់ខ្ញុំបានឲ្យជាន់មកតែលក់បានជាង 2100 ឯណោះខ្ញុំបានប្រៀបធៀបរួចហើយតម្លៃរបស់គេពិតជាសមរម្យខ្ពស់ជាងហាងទទួលទូរស័ព្ទនឹងការដើរសួរតម្លៃនៅគ្រប់កន្លែងនោះជាន់ពិតជាស័ក្តិសមចង់លក់របស់ជុះតែខ្លាចមានភាពរងមកស្ដាប់ខ្ញុំទៅបើអ្នកក៏មានទូរស័ព្ទដែរ Tablet Computer យូរ៉ៃដែលចង់សុំណែនាំជាន់ជាមុនសិនលោកតាទូករបស់លោកតាកំពុងលិចទឹកហើយបាញ់មិញខ្ញុំប្រាប់ហើយតើលិចក៏លិចលឿនដែរតើចប់ហើយលោកគ្រូឈូធ្លាក់ចូលទន្លេហើយឯងប្រញាប់ទៅស្រង់គាត់ឡើងបងស្វាហេតុអ្វីបងមិនទៅខ្ញុំមិនចូលចិត្តចុះទឹកទេអ្នកចម្លងធរវ័យក្មេងអើយតើរបស់ដែលពួកឯងស្ទូចបានគឺពូថៅមាសឬក៏ជាពូថៅប្រាក់ពួកយើងស្ទូចបានលោកគ្រូឈូទេឈូរិនមួយអញ្ចឹងតើរបស់ដែលពួកឯងស្ទូចបានគឺជិនមួយមាសឬក៏ជាឈូរិនមួយប្រាក់មិនមែនទាំងអស់នឹងទេពួកយើងចង់រកលោកគ្រូឈូរិនមួយពណ៌ខៀវពិតជាអ្នកចម្លងធរដែលស្មោះត្រង់មែនបងស្វាលោកគ្រូឈូមិនលងទឹកស្លាប់ទេដឹងឬមួយក៏បងទៅស្រង់គាត់នៅឋានរកទៅឯងនឹងហើយដែលស្លាប់ខ្ញុំមិននឹងអាចលងទឹកស្លាប់ទៅរោងភាពយន្តផ្ដាច់មុខយូរ